បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំបង្ហាញអំពីថ្នាំជំងឺរឹសដូងបាតបាទបងប្អូនអរគ្នាបាទថ្នាំនេះគឺយើងញ៉ាំជាមួយនឹងប្រភេទគេមានថ្នាំច្រើនណាបងប្អូនអរគ្នាព្រោះថានៅពេលដែលយើងញ៉ាំទៅវាធ្វើឲ្យយើងរឹសដូងបាតយើងជាហើយជំងឺរឹសដូងបាតនឹងទៀតសោតបើសិនជាយើងទុកឲ្យវានៅកាន់តែយូររឹសដូងបាតយើងគឺកាន់តែដុះកាន់តែវែងអញ្ចឹងណាកាន់តែធំហើយបើសិនជាយើងទុកបដ ாய் ឲ្យវាមានបញ្ហារឹសដូងបាតនឹងវាកាន់តែធំយើងធ្វើការអត់ដូចគេទេអត់សូវកើតដូចគេទេអង្គុយក៏ឈឺឈរក៏ឈឺបាត់ជើងធំក៏ឈឺបាទប៉ុន្តែថ្នាំនេះដែរគឺយើងទៅយើងរូបមន្តចាស់បុរាណរូបមន្តដូនតាហើយវាមានច្រើនថ្នាំអានេះយើងញ៉ាំបែបជាការដែលបាទបងប្អូនគ្នាបាទអានឹងយើងញ៉ាំជាបែបដែលយើងដាំទឹកបាទដាំទឹកស្ងោរផឹកណាបាទហើយអានេះទៀតសោតគឺយើងញ៉ាំបែបយើងញ៉ាំបែបចិត្តហើយលេបចូលក្នុងពោះធំដៃបាទហ្នឹងអាហ្នឹងយើងអត់បានដាំទឹកទេបាទប៉ុន្តែពីរមុខហ្នឹងគឺយើងមានរូបមន្តនៅក្នុងការញ៉ាំណាបាទឬដងបាតខ្ញុំវាកើតរយៈពេលថាទៅចូលជាង10ឆ្នាំបាទជាង10ឆ្នាំចឹងហើយរឹកដងបាតខ្ញុំវាធ្វើទុកហើយវាមានបញ្ហាច្រើនក៏មិនដែរខ្ញុំទៅនឹងជានឹងទេបងប្អូនអរគ្នាដោយសារតែខ្ញុំញ៉ាំថ្នាំនឹងមួយរយៈទៅក៏ខ្ញុំរឹកដងបាតក៏លឹបទៅវិញហើយឈាមអីក៏ឈប់ធ្លាក់បាទហើយក៏ដើរក៏ស្រួលដើរអត់មានអារម្មណ៍មួយថាដូចមានរឹកដូងបាតនៅក្នុងគូតចឹងណាបាទយើងដើរទៅអត់មានអារម្មណ៍មួយថាវាតកិច្ចវាអីទេបាទការលើកមុនយើងដើរទៅវាមានអារម្មណ៍មួយថាយើងតកិច្ចយើងដើរទៅយើងប៉ះចឹងណាបាទប៉ុន្តែអានេះអត់ទេបាទគឺសុខភាពយើងល្អបាទហ្នឹងហើយបងប្អូនគ្នាខ្ញុំនឹងដាក់លេខទូរស័ព្ទរបស់ខ្ញុំនៅក្រោមវីដេអូហ្នឹងហើយបើសិនបងណាគាត់ចង់តាក់ទងមកជាវថ្នាំហ្នឹងអាចទំនាក់ទំនងមកបានបាទហ្នឹងហើយលេខទូរស័ព្ទរបស់ខ្ញុំ097 66 35 94បាទអូច្រឡំខ្ញុំខុសហើយបងប្អូនអរគ្នាម្ដងទៀតបាទ097 7គាត់22 068បាទហើយលេខមួយខ្សែទៀត092 66 35 94បាទខ្ញុំខុសនឹងអាកតុយ097ហើយនឹង092តែប៉ុណ្្នឹងឯងបាទហ្នឹងហើយបើសិនបងប្អូនណាចង់ជាអាចយកទៅហូបសិនបាទបើសិនជាយើងហូបតា3កញ្ចប់យើងដឹងថាវាធូរស្បើយបាទអញ្ចឹងរឹសដូងបាតយើងតែធូរស្បើយហើយយើងបន្តញ៉ាំបន្តិចទៀតទៅយើងនឹងជាហើយបាទ